ចាគន្លឹះសំខាន់ប៉ុន្មានយ៉ាងនេះគឺនឹងជួយឲ្យសុខភាពយើងបានល្អប្រសើរដោយយើងមិនបាច់ប្រើថ្នាំអីបងប្អូនចាជាទូទៅបងប្អូនដឹងស្រាប់ហើយថាសម័យឥឡូវនេះមនុស្សយើងម្នាក់ចាប់ផ្ដើមស្រឡាញ់សុខភាពស្រឡាញ់ការហាត់ប្រាណចំណីអាហារហូបចុករាល់ថ្ងៃហ្នឹងតែងតែមើលថែច្រើនមែនតើចាតាំងពីរបបអាហារការហាត់ប្រាណហាត់ពេលណាល្អហាត់ម៉ោងណាល្អអញ្ចឹងទៅចំណីអាហារក៏អញ្ចឹងដែរត្រូវតែមានការប្រុងប្រយ័ត្នមែនតើហើយបងប្អូនកុំសូវចិត្តតែជឿពាក្យឃោសនារបស់គេថាញ៉ាំអាហារសុខភាពនេះញ៉ាំអាហារបំពន់នេះធ្វើឲ្យរាងកាយមាំមួនបងប្អូនណាបងប្អូនកុំសូវចាញ់បោកកុំសូវជឿពាក្យគេហៅថាពាក្យលួងលោមរបស់គេពាក្យឃោសនារបស់គេលក់តាមប្រព័ន្ធអនឡាញដើម្បីគេលក់ដាច់លក់អីយើងត្រូវតែគិតពិចារណាផងការពេលខ្លះគេលក់គឺចង់បានតែលុយទេបងប្អូនអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នមែនទែនក្នុងការដែលបងប្អូនញ៉ាំចំណីអាហារចូលទៅក្នុងខ្លួនរាងកាយយើងហ្នឹងឲ្យវាបានល្អប្រសើរចាហើយបន្តទៅនេះនាងខ្ញុំសូមចែករំលែកនៅគន្លឹះល្អប៉ុន្មានយ៉ាងដែលជួយឲ្យសុខភាពយើងល្អហើយយើងមិនបាច់ប្រើថ្នាំទេចាគន្លឹះទី1នេះបងប្អូនត្រូវដើរយឺតចាកាលណាបងប្អូនដើរយឺតណាគឺជួយចាជំនួយដល់ថ្លើមយើងបានល្អមែនតើចាគឺបងប្អូនដើរយឺតដើរមួយជំនួយដល់ថ្លើមអញ្ចឹងណាចាទី2បងប្អូនពេលធ្វើកាយវិការធ្វើអីគឺការលើកកែងជើងចុះឡើងលើកកែងជើងចុះឡើងជំនួយដល់កលៀនចាទី3ដកដង្ហើមវែងចាដកដង្ហើមវែងគឺជំនួយដល់សួតចាទី4ពេលបងប្អូនលេបទឹកមាត់ណាជួយដល់លំពែងយើងចាពេលបងប្អូនលេបទឹកមាត់គឺជួយដល់លំពែងចាទី5ទំពាយឺតចាការដែលយើងទំពាចំណីអាហារយឺតណាគឺជួយសម្រួលដល់ក្រពះយើងផងដែរចាទី6អានសៀវភៅបងប្អូនអានសៀវភៅគឺជួយដល់ខួរក្បាលជំនួយដល់ខួរក្បាលហើយនេះខ្ញុំសូមបន្ថែមផងទៀតដែរបងប្អូនការដែលបងប្អូនអានសៀវភៅឲ្យបានជាប្រចាំចាគឺជួយជំនួយដល់ខួរក្បាលល្អប្រសើរហើយបងប្អូនចាស់ទៅអត់ងាយវែងទេចាអត់ងាយវែងទេអញ្ចឹងព្យាយាមអានសៀវភៅឲ្យបានច្រើនមែនតើចាទី7សម្លឹងមើលឲ្យឆ្ងាយកាលណាបងប្អូនសម្លឹងមើលឲ្យឆ្ងាយគឺជួយជំនួយដល់ភ្នែកហើយបងប្អូនទាំងអស់គ្នាភ្នែកនេះពេលដែលបងប្អូនសម្លឹងមើលអីក៏ដោយក្នុងរយៈពេល20នាទីចាបងប្អូនត្រូវសារៈភ្នែកបិទភ្នែកឬក៏សម្លឹងទៅឆ្ងាយឬក៏សម្លឹងអ្វីផ្សេងដែលមានពណ៌ធម្មជាតិណាចាគឺជួយភ្នែកយើងចាហើយក្នុងពេលសារៈនៃការសារៈភ្នែកហ្នឹងគឺ20វិនាទីខ្ញុំចង់សម្ដៅថាពេលបងប្អូនមើលកុំព្យូទ័រមើលទូរស័ព្ទឬក៏ធ្វើការអីក៏ដោយរយៈពេល20នាទីបងប្អូនសុំសម្រាប់ភ្នែក20វិនាទីសិនចាគឺជួយឲ្យភ្នែកយើងនឹងបានល្អប្រសើរចាហើយក្នុងកំឡុងពេលសម្រាប់20វិនាទីបងប្អូនអាចសម្លឹងមើលទៅឆ្ងាយឬក៏សម្លឹងទៅមើលធម្មជាតិពណ៌ខៀវឬក៏សម្លឹងទៅអ្វីផ្សេងចាកុំសម្លឹងកន្លែងការងារដែលយើងធ្វើយូរពេកចាហើយទី8បងប្អូនទី8ហាថ្ងៃពេលព្រឹកថ្ងៃពេលព្រឹកត្រឹមម៉ោង9ណាបងប្អូនទាំងអស់គ្នាគឺជួយឆ្អឹងបានចាគឺជួយឆ្អឹងបានច្រើនមែនទែនហ្នឹងតាមដែលនេះខ្ញុំស្ដាប់ពេទ្យចាគឺមានជាតិវីតាមីន D ជំនួយដល់ឆ្អឹងចានេះគឺជាគន្លឹះដែលសំខាន់ហើយងាយបងប្អូនទាំងអស់គ្នាអាចធ្វើជាប្រចាំថ្ងៃបានគឺវាជួយដល់សុខភាពរាងកាយយើងហើយវាអត់ធ្វើចំណាយថវិកាហើយយើងមិនបាច់ចង់ថាទៅផឹងធ្វើអីហួសហេតុអត់ទេចាអញ្ចឹងវាជាការចែកលេខទីទួយរបស់ខ្ញុំទេបងប្អូនទាំងអស់គ្នាហើយទាំងនេះគឺខ្ញុំដកស្រង់ចេញពីការដែលខ្ញុំមើលតាមគេផុសនៅក្នុងតាមបណ្ដាញសង្គមហើយនេះខ្ញុំមកគិតពិចារណាចាគិតពិចារណាទៅវាល្អប្រសើរទើបនេះខ្ញុំចែករំលែកបន្តហើយបើសិនជាមានទោះខុសឆ្គងថងណាបងប្អូនសូមខន្តីអភ័យទោសផងចាអរគុណជំរាបលា